Let's meet our alumni of DPA Cohort 5. Before joining DPA, what was the biggest challenge your startup was facing? មុនពេលដែលយើងចូល program DPA គឺយើងមាន product ដែល demo កើតប៉ុន្តែយើងនៅអត់ទាន់ដឹងថាយើងត្រូវ sustain business នឹងរបៀបណាត្រូវ grow ទៅដោយបានរបៀបណាហ្នឹងហើយជាចំណុចដែលយើងអត់ទាន់មានដោយសារតែយើងអត់ទាន់មាន marketing strategy ច្បាស់លាស់ sales strategy ច្បាស់លាស់ហើយនឹងយើងអត់ទាន់ដឹងថាយើងគួរចាប់គោលដៅ B2B ដោយរបៀបណាហើយធ្វើម៉េចបាន B2B នឹងទៅមុនពេលយើងចូលកម្មវិធី DPA បញ្ហាពីរធំៗដែលយើងជួបនោះគឺទី1តាក់ទងទៅនឹង pricing plan របស់យើងមានអារម្មណ៍ថា pricing ដែលយើងដាក់ទៅអត់ត្រូវទីផ្សារអញ្ចឹងធ្វើឲ្យយើងទទួលបាន customer ដែលអត់ចាប់ target របស់យើងមួយទៀតតាក់ទងទៅនឹង go to market strategy របស់យើងមានអារម្មណ៍ថាយុទ្ធសាស្ត្រចូលទីផ្សាររបស់យើងតន់ត្រូវអញ្ចឹងធ្វើឲ្យយើងចំណាយច្រើនក្នុង marketing ឬក៏ sale ដែលអត់សូវបានទទួលបានផលអីមកវិញ Before joining DPA, our biggest challenge was knowing whether our model would actually work in Cambodia or not. ទាក់ទងទៅនឹងការធ្វើ branding បាទ branding ដើម្បី promote អំពីក្រុមហ៊ុនហើយជាមួយនឹងស្ថាបនិកដែលពាក់ព័ន្ធសម្រាប់ការផ្ដល់ព័ត៌មានទី2គឺទាក់ទងទៅនឹងការ promote ទៅលើ product focus ទៅតាមប្រភេទអាជីវកម្មនីមួយៗឲ្យត្រឹមត្រូវទៅតាម business layer. Our first challenge before joining the DPA was prioritizing the features that we push out and the customer segment that we target. So as a startup, sometimes we often zoom out a little bit too far and see too many things all together at once, often losing track of what is immediately ahead of us. What was the most valuable thing you gained from the program? During DPA, the program has taught us a lot. The mentors has taught us how to explain our startup in a clearer and stronger way. Before, we used a lot of technical terms, but now we focus on the real customer pain point, which is upfront cash flow pressure and high hotel booking costs. DPA has also helped us improve our business strategy. We now have a clear vision on who our main target customer audience is, what the problem we're trying to solve, and overall how to best position ourselves as a B2B hotel booking website. នៅពេលដែលយើងចូលកម្មវិធី DPA អ្វីដែលយើងបានរៀនសំខាន់ជាងគេគឺទី1តាក់ទងនឹង key metrics ដែលយើងអាច focus លើហើយមួយទៀតយើងទទួលបានមេរៀនឬក៏ advice ពី trainer និង mentor តាក់ទងជាមួយនឹង business strategy pricing strategy ហើយនឹង business plan របៀប business plan មួយចំនួនហើយយើងបានទទួល advice ពី mentor របៀបក្នុងការ grow business របស់យើងadvice តាក់ទងទៅនឹង investment opportunity ផ្សេងៗហើយនឹងរបៀបដែលយើងអាចចាប់យក investment opportunity ទាំងអស់ហើយលើពីនេះទៀតយើងបានស្គាល់នឹង network ជាមួយនឹង startup ផ្សេងៗដែលសង្ឃឹមថានៅពេលអនាគតយើងអាចចាប់ដៃគ្នា BLA partnership ជាមួយគ្នាចឹងនៅក្នុង DPA program ហ្នឹងពួកយើងហ៊ានសូត្របានច្រើនខ្លាំងមែនតើហើយយើងទទួលបានការ support ពេញទំហឹងពីខាង program មួយហ្នឹងចឹងខ្ញុំសូមលើកឡើងពីចំណុចសំខាន់ដែលពួកខ្ញុំឲ្យ value the most ទី1គឺ mentoring section ហើយនឹងការ support ពី mentor ជាដើមចឹងនៅពេលដែលពួកខ្ញុំមានបញ្ហាពួកខ្ញុំអត់ដឹងថាគួរទៅមុខ grow ដល់របៀបណាពួកខ្ញុំតែងតែមាន discussion ជាមួយនឹង mentor ហើយគាត់តែងតែឲ្យយោបល់មកខ្ញុំហើយនឹងជួយ support ខ្ញុំនៅពេលណាដែលខ្ញុំត្រូវការពួកគាត់ហើយទី2នោះគឺ business strategy ចឹងនៅពេលដែលខ្ញុំបានរៀនសូត្រនៅក្នុង session មួយរបស់ program ហ្នឹងហើយពួកខ្ញុំបានទៅ practice ផ្ទាល់ធ្វើឲ្យខ្ញុំដឹងថាតើធ្វើមិនបាន reach agro ហ្នឹង sell ហ្នឹងទៅមុខបានចឹងមានទាំងការអនុវត្តមានទាំង theory ចូលគ្នាគឺធ្វើឲ្យ business យើង grow ទៅមុខបាន The training sessions and mentorships were really the most valuable things that we got out of the program. We were introduced to the concepts that practically guided us how to zoom into this current path that we're on. The conversations that we had with our mentors made us think harder on the beliefs that we were wrong about and inspired confidence on those that were more valid. តែពីមុនខ្ញុំគិតថាឲ្យតែមានតម្រូវការគឺសុទ្ធតែជាអតិថិជនរបស់ខ្ញុំទាំងអស់ហើយបន្ទាប់ពីខ្ញុំបានចូលរួមកម្មវិធីរបស់ DPA ទើបខ្ញុំដឹងថាការកំណត់គោលដៅអតិថិជនពិតជារឿងសំខាន់នៅពេលដែលយើងមានផែនការអតិថិជនច្បាស់លាស់យើងដឹងថាតើអ្នកណាគេដែលយើងគួរតែចាប់យកអ្នកណាគេដែលយើងគួរតែប្រឡែងគាត់ទៅហើយអ្វីដែលកាន់តែពិសេសគឺមាន EIR មាន mentor ចាំជួយជ្រោមជ្រែងជួយសួរសំណួរនៅអ្វីដែលយើងអត់ដឹងថាតើយើងឆ្ងល់អីគេយើងគួរតែឆ្លើយបែបណាគឺពួកគាត់ជួយជីកគាស់កកាយើងមក So the experience doing the DPA program for us the biggest is
gaining the value in the intensive mentorship program and professional network. As DPA is not only providing the mentorship to the all founders and startup, but it also like encourage us to engage and step out our zones, and also allow us to connect with the fellow entrepreneur, also like peering us to the deep experience mentors that guide us directly to our business direction. ខ្ញុំទទួលបានការបណ្ដុះបណ្ដាលពីការរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្មផែនការយុទ្ធសាស្ត្រទីផ្សារ What changed in your startup after participating in DPA? តបពីយើងចាស់យល់ key metric ហ្នឹងហើយយើងយកមកឆ្លុះមើលខ្លួនឯងហើយយើងយល់ថា metric ណាដែលយើងគួរ track គួរ focus នាំឲ្យយើងមានជា business direction ថ្មីនៅពេលដែលយើងមាន direction ថ្មីអញ្ចឹងយើងចាប់ផ្ដើម form plan of action ថ្មីទៀតសម្រាប់ឆ្នាំនេះអញ្ចឹងធ្វើឲ្យយើងមាន confident ទៅលើ pricing strategy ថ្មីរបស់យើង business strategy ឬក៏ business plan របស់យើងក្នុងថ្ងៃទៅមុខទៀតមុនពេលដែលខ្ញុំចូលរួមកម្មវិធីរបស់ DPA ខ្ញុំមិនដែលគិតថាខ្ញុំចង់បាន investor ទេដោយសារតែខ្ញុំគិតថាការដែលមានលុយយកមកវិនិយោគជាមួយខ្ញុំគឺចែកលុយចំណេញទៅឲ្យពួកគាត់ប៉ុន្តែខ្ញុំអត់បានគិតថាបើសិនជា easy post ចង់រីកចម្រើនលូតលាស់ល្បីល្បាញពិតជាត្រូវការ investor មែនតើបន្ទាប់ពីបានចូលរួមកម្មវិធី DPA នឹងមកខ្ញុំហើយនឹងថ្នាក់ដឹកនាំផ្សេងទៀតបានធ្វើការកែសម្រួលនៅផែនការយុទ្ធសាស្ត្រអាជីវកម្មហើយជាពិសេសគឺយុទ្ធសាស្ត្រទីផ្សារដោយយើងទទួលបាននៅព័ត៌មានហើយនឹងចំណេះដឹងអំពីអតិថិជនច្បាស់ជាងមុនយើងក៏មានការកែប្រែផងដែរនៅផលិតផលហើយនឹងសេវាកម្មរបស់យើងធ្វើម៉េចឲ្យវាត្រូវជាមួយនឹងអតិថិជនគោលដៅរបស់យើង We are on the path of having a more refined business model too. Although that hasn't yet been achieved, being on that path is a direct result of the feedback that we had on our product demos and pitching. After DPA, our biggest change, I would say, could be clarity and confidence. We came in with a lot of ideas, but we left with a lot of sharper focus on what was actually needed at our stage. After DPA 5, Next Gen Hotel now has a clearer direction. It focuses on businesses and ministries and highlights its unique feature of a credit wallet where you can book now and pay later and have access up to 350,000 hotels worldwide and a cheaper price of 30 to 40% for your hotel booking. Who should join DPA and why? ចង់ខ្ញុំលើកទឹកចិត្តឲ្យបងឬក៏បងប្អូនដែលគាត់មាន start up នៅក្នុង early stage ខ្លាំងមែនតើគាត់មាន product demo ប៉ុន្តែគាត់ដឹងថាត្រូវ sustain business ក្នុងរបៀបណាត្រូវ grow ដល់របៀបណាអញ្ចឹងគាត់អាចចូល program DPA នេះបានដែលប្រៀបបានទៅនឹងកាលីករមួយដែលជំរុញឲ្យ business គាត់ពន្លឿនទៅមុខយ៉ាងឆាប់រហ័សហើយទៅដល់គោលដៅដែលគាត់ចង់បានទៀតខ្ញុំពិតជាលើកទឹកចិត្តឲ្យអ្នកមានជំនាញតាក់ទងជាមួយនឹងបច្ចេកវិទ្យាគាត់មានដំណោះស្រាយនានាបើសិនជាគាត់មានផលិតផលមួយហើយគាត់អត់ដឹងថាលក់បែបណាគាត់អត់ដឹងថាធ្វើទីផ្សារបែបណាសូមចូលរួមកម្មវិធី DPA So I would say DPA program is the place that can help your business and startup grow. So I really encourage early startup business owner to join the program because it provides support for both workplace mentorship and also allow you to connect with the fellow entrepreneur and investors. សម្រាប់គំនិតរបស់ខ្ញុំ startup ដែលត្រឹមតែធ្វើមកភ្លាមយើងមានជា MVP យើងមានជា traction តិចតួចមាន customer តិចតួចហើយគិតតែខ្លួនឯងអត់ដឹងថា step ទៅមុខទៀតយើងត្រូវធ្វើអីអញ្ចឹងយើងអាច apply ចូលមក program នេះបានយើងនឹងរៀនសូត្រពីមេរៀនច្រើនមាន advisor មាន resource ក្នុងការ help startup របស់អ្នកទាំងគ្នាទៅមួយកម្រិតទៀតបាទ I would recommend DPA to startup founders who has a product or idea but needs a clearer direction, better mentorship, better business strategy and overall build your confidence as a founder.